បាទស្រីស្ទួសួស្តីអ្នកគ្រប់គ្រងរឿងជីវិតពិតរបស់តានជីរ៉ូនិង Nezuko ម្ដងទៀតថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាចូលទៅកាន់ភាគ9ហ្មងទៅអញ្ចឹងកុំឲ្យសូន្យសាយច្រើនយើងចូលទៅកាន់ភាគ9ទាំងអស់គ្នាហ្មងទៅអញ្ចឹងកាលពីភាគ8អ្នកទាំងអស់គ្នាបានឃើញហើយតានជីរ៉ូរបស់យើងគឺបានជួបជាមួយនឹងបិសាចចិត្តល្អ2នាក់ហើយម្នាក់ស្រីឈ្មោះថាថាម៉ាយ៉ូហើយម្នាក់ប្រុសឈ្មោះថាយូស៊ីរ៉ូគេទាំងពីរនាក់ក៏បានជួយសង្គ្រោះតានជីរ៉ូរបស់យើងដោយនាំតានជីរ៉ូរបស់យើងនិងប្អូនស្រីរបស់គេឈ្មោះថា Nezuko ទៅក្នុងផ្ទះដែលបានលាក់កំបាំងពីស្ដេចបិសាច Musan Kibutsuji ក្រោយពីគេបានចូលទៅដល់ផ្ទះរបស់តាម៉ាយ៉ូរួចហើយស្របពេលដែលគេបានសន្ទនាគ្នាពីវិធីសាស្ត្រក្នុងការកម្ចាត់មូសានព្រមទាំងរកវិធីព្យាបាលប្អូនស្រីរបស់តានជីរ៉ូផងដែរហើយពេលដែលគេកំពុងតែនិយាយគ្នាសុកៗស្រាប់តែពេលនោះបិសាច2នាក់ដែលបានមូសានបញ្ជាឲ្យមកសម្លាប់តានជីរ៉ូចោលក៏បានវាយប្រហារផ្ទះរបស់តាម៉ាយ៉ូហើយបិសាចទាំងពីរនាក់នោះមានឈ្មោះថាមួយប្រុសយ៉ាហាបាហើយមួយស្រីឈ្មោះថាស៊ូសាម៉ារូហើយស៊ូសាម៉ារូនឹងយើងហៅបិសាចបាល់ហ្មងទៅពីព្រោះគាត់ចូលចិត្តលេងបាល់ហើយយ៉ាហាបាយើងហៅបិសាចព្រួញពីព្រោះថាភ្នែករបស់គាត់អត់នៅខាងក្រោមថ្ងាសទេភ្នែករបស់គាត់នៅដៃវិញហើយមានសញ្ញាព្រួញមានអីចឹងទៅក្រោយពីបិសាចទាំងពីរនាក់នោះបានវាយប្រហារផ្ទះរបស់តាម៉ាយ៉ូរួចហើយពេលនោះបិសាចនោះក៏បានឃើញតានជីរ៉ូរបស់យើងនៅក្នុងផ្ទះហើយគេក៏បានសើចនិយាយឌឺដងដាក់តានជីរ៉ូលេចកាត់អីចឹងទៅពេលនោះបិសាចបាល់ក៏បាននិយាយថាអូខ្ញុំរកគេឃើញហើយម្នាក់ដែលពាក់ក្រវិលនឹងមែនទេម្នាក់ហ្នឹងហើយគឺជាមនុស្សដែលម្ចាស់របស់យើងឲ្យតាមរកហើយថ្ងៃនេះខ្ញុំនឹងសម្លាប់វាចោលកាត់ក្បាលវាយកឲ្យម្ចាស់ខ្ញុំតែម្ដងហើយខ្ញុំប្រកាសជាសប្បាយជាមិនខានក្នុងការប្រយុទ្ធជាមួយនឹងមនុស្សមានក្រវិលមួយនេះចំណែកឯតាន់ជីរ៉ូវិញក្រោយពីឃើញបិសាចនេះហើយគឺក៏បាននិយាយថាអូបិសាចពីនេះពិតជាខ្លាំងមែនទែនចំហាយរបស់វាខ្លាំងណាស់ខ្ញុំមិនដែលជួបបិសាចដែលចំហាយខ្លាំងបែបនេះទេក្រោយមកទៀតស្រាប់តែបិសាចបាល់ក៏បានវាយប្រហារមកចូលក្នុងផ្ទះរបស់ថាម៉ាយ៉ូសាជាថ្មីគឺគេបានគប់បាល់របស់គេចំនួន2ចូលមកក្នុងផ្ទះរបស់ថាម៉ាយ៉ូហើយក៏បានវាយយូស៊ីរ៉ូបែកក្បាលបាត់តែម្ដងហើយតាន់ជីរ៉ូឃើញបែបនេះហើយគេក៏បាននិយាយទៅកាន់ថាម៉ាយ៉ូថាលោកស្រីថាម៉ាយ៉ូឆាប់រត់ទៅពួកគេមានគោលដៅមករកតែខ្ញុំទេមិនរកអ្នកស្រីឡើយក៏ប៉ុន្តែថាម៉ាយ៉ូក៏បាននិយាយថាអត់ទេពួកគេប្រកាសជាសម្លាប់ទាំងខ្ញុំនិងឯងតែម្ដងហើយតាន់ជីរ៉ូក៏គិតក្នុងចិត្តថាអញ្ចឹងតើយូស៊ីរ៉ូគិតបែបណាអ្នកស្រីថាម៉ាយ៉ូក៏បាននិយាយថាអូឯងកុំបារម្ភអីយូស៊ីរ៉ូគឺជាបិសាចតិចទៀតវាកាត់ក្បាលមកវិញទេមិនបាច់ទៅភ័យអីទេឯងគិតតែប្រមូលអារម្មណ៍ក្នុងការប្រយុទ្ធតែម្ដងទៅហើយថាម៉ាយ៉ូក៏បាននិយាយថាបិសាចទាំងពីរនាក់នេះប្រកាសជាតាក់ទងជាមួយនឹង Twelve Kizuki ទីមិនខានបិសាចទាំង12ដែលស្ថិតនៅលំដាប់កំពូលទាំង12នោះហើយប្រមទៀតតាន់ជីរ៉ូលើបែបនេះក៏បានបដោតអារម្មណ៍ក្នុងចិត្តថាយើងត្រូវតែសម្លាប់ឯងចោលយើងនឹងកាត់ក្បាលឯងចោលជាមិនខានយើងនឹងយកឈាមឯងដើម្បីផលិតទៅជាឱសថសម្រាប់ព្យាបាលប្អូនស្រីរបស់យើងហើយបិសាចបាល់ក៏បានសើចចំអកទៅកាន់តាន់ជីរ៉ូថាអូឯងមានតែម្នាក់ឯងទេឯងមានតែម្នាក់ឯងបែបនេះមកលេងបាល់ជាមួយយើងហីលេងបាល់ជាមួយយើងក្រោយមកគេក៏បានគប់បាល់ចូលមកក្នុងផ្ទះរបស់ថាម៉ាយ៉ូសម្ដៅមកតាន់ជីរ៉ូរបស់យើងហើយតាន់ជីរ៉ូក៏បានប្រមូលអារម្មណ៍ដល់បញ្ឈរដាវរបស់គេទៅមុខឬគេប្រើស្នៀតដាវដង្ហើមទឹកទី3របស់គេបានចាក់ទម្លុះបាល់របស់បិសាចស៊ូសាម៉ារូបានសម្រេចក៏ប៉ុន្តែបាល់នោះគឺបានវាយប្រហារតាន់ជីរ៉ូរបស់យើងដដែលក្រោយមកស្រាប់តែបិសាចនោះឃើញពីសមត្ថភាពរបស់តាន់ជីរ៉ូអាចទប់ទល់ជាមួយនឹងបាល់របស់គេមួយហើយពេលនោះគេក៏បានចេញដៃចំនួន4ទៀតដើម្បីបង្ហាញថាដៃរបស់គេមានរហូតដល់ទៅ6ឯណោះហើយតាន់ជីរ៉ូគ្រាន់តែឃើញដៃរបស់ស៊ូសាម៉ារូឡើងដល់6មានអារម្មណ៍ថាភ័យមែនទែនអូអានេះដៃតែ2វាយអត់ចង់ឈ្នះចោះទម្រាំដៃវាមក4ទៀតតើយើងធ្វើមិនទៅក្រោយមកទៀតស្រាប់តែយូស៊ីរ៉ូក៏បានកើតក្បាលមកវិញហើយតាន់ជីរ៉ូមានអារម្មណ៍ភ័យមែនទែនអូអានេះកើតក្បាលមកវិញហើយលេងអីហើយចេះនិយាយចេះអីយ៉ាងទៀតតាន់ជីរ៉ូរត់តែភ័យខ្លាចមែនទែនពីព្រោះថាគេមិនដែលឃើញស្ថានភាពបែបនេះពីមុនមកអីចឹងដែរចំណែកបិសាចស៊ូសាម៉ារូក្រោយពីគេបានបញ្ចេញដៃរបស់គេចំនួន4មកហើយគេក៏បាននិយាយទៅកាន់តាន់ជីរ៉ូថាអូយើងពិតជាសប្បាយខ្លាំងណាស់ហើយចង់សប្បាយជាងនេះទេចាំយើងបំពេញបំណងរបស់ឯងតាន់ជីរ៉ូពេលលើបែបនេះក៏មានអារម្មណ៍ថាផិតភ័យដឹងសប្បាយស្អីគេក្រោយមកទៀតបិសាចស៊ូសាម៉ារូក៏បានគប់បាល់ទាំង6របស់គេចូលមកក្នុងផ្ទះរបស់ថាម៉ាយ៉ូបានធ្វើឲ្យបាល់នឹងឡងទុងតាំងពេលហ្នឹងទៅក៏ប៉ុន្តែបាល់ទាំងអស់ហ្នឹងគឺមានចលនារបស់វាគឺបាល់ទាំងអស់ហ្នឹងបញ្ជាទៅដោយយ៉ាហាបាដែលជាបិសាចព្រួញនៅខាងក្រោយដល់ពេលដែលយូស៊ីរ៉ូបានកាត់ក្បាលមកវិញគេក៏បានស្រែកឲ្យតាន់ជីរ៉ូថាណែឯងនៅឈរធ្វើអីឯងនៅឈរទីហ្នឹងមានប្រយោជន៍ស្អីទៀតឯងបានយល់ពីចលនារបស់បាល់វាហើយនៅឯងដឹងពីវិធីការពារឬអត់ហើយតាន់ជីរ៉ូនិយាយថាអូខ្ញុំមិនដឹងទេខ្ញុំមិនដឹងមើលមិនអត់យល់ទេហើយយូស៊ីរ៉ូក៏បាននិយាយថាឯងនេះពិតជាល្ងងមែនទេខ្លាចជា Demon Slayer នៅភ្លឺយ៉ាងទៀតណែឯយូស៊ីរ៉ូក៏បានប្រកល់យ័ន្តមួយឲ្យទៅតាន់ជីរ៉ូរបស់យើងដើម្បីងាយស្រួលក្នុងការមើលចលនាបំលាស់ទីរបស់បាល់បិសាចស៊ូសាម៉ារូក្រោយពីតាន់ជីរ៉ូរបស់យើងបានពាក់យ័ន្តរបស់យូស៊ីរ៉ូរួចហើយគេក៏បានឃើញសញ្ញាព្រួញនៅខាងក្រោមបាល់របស់បិសាចស៊ូសាម៉ារូមកមានចលនាលេចអាត់ជើងត្បូងលើក្រោមអញ្ចឹងទៅហើយគេក៏បានយល់រួចហើយពេលនោះប្រាប់តែបាល់របស់បិសាចស៊ូសាម៉ារូទាំង6នោះមានចលនាសម្ដៅមកកាន់តាន់ជីរ៉ូរបស់យើងស្របគ្នាតែម្ដងហើយតាន់ជីរ៉ូក្រោយពីឃើញបែបនេះហើយគេក៏បានគេចផុតពីគ្រោះថ្នាក់នៃបាល់ទាំង6នោះបានប្រកបក្រោយមកទៀតគេក៏បានស្រែកប្រាប់ប្អូនស្រីរបស់គេថាពីរបៀបប្រយុទ្ធហ្នឹងទៅហើយប្រាប់ Nezuko ឲ្យចេញទៅប្រយុទ្ធដើម្បីរំខាន
កុំឲ្យបាល់ទាំងអស់នោះមានចលនាបំលាស់ទីលឿនបែបនេះព្រោះថាបិសាចទាំងពីរនេះគឺសហការគ្នាដើម្បីវាយប្រហារតាន់ជីរ៉ូតែម្នាក់ឯងអញ្ចឹងតាន់ជីរ៉ូរបស់យើងត្រូវការជំនួយពី Nezuko ដែលជាប្អូនស្រីរបស់ខ្លួនក្រោយពីតាន់ជីរ៉ូបានសុំជំនួយពីប្អូនស្រីរបស់គេរួចហើយគេក៏បានរត់ចេញមកក្រៅទាំងពីរអ្នកបងប្អូនតែម្ដងទៅហើយបាល់ទាំង6របស់បិសាច Susamaru ក៏បានចូលទៅក្នុងដៃរបស់បិសាចនោះវិញហើយបិសាចនោះក៏បាននិយាយថាអូឯងនេះហើយឯងគឺជាអ្នកដែលពាក់ក្រវិលដែលម្ចាស់របស់យើងតាមសម្លាប់ថ្ងៃនេះយើងនឹងសម្លាប់ឯងតែម្ដងក្រោយមកបិសាច Susamaru ក៏បានបញ្ជាបាល់ទាំង6របស់គេដេញវាយប្រហារតាន់ជីរ៉ូរបស់យើងហើយតាន់ជីរ៉ូក៏បានលោតលេចកាត់ជើងត្បូងតាមម្ចាំងផ្ទះអញ្ចឹងទៅលើក្រោមអញ្ចឹងក្រោយមកទៀតគេក៏បានប្រមូលអារម្មណ៍ឲ្យបានល្អហើយគេក៏បានប្រើស្នៀតដាវដង្ហើមទឹកទី3របស់ខ្លួនដែលគេបានវឹកហាត់រួចហើយគេក៏បានស្ទុះទៅកាត់ដៃបិសាច Susamaru នោះបានសម្រេចហើយតាន់ជីរ៉ូគេសប្បាយចិត្តណាស់ហើយគេក៏បានស្រែកប្រាប់លោកស្រីថាមកយកថាលោកស្រីតើលោកស្រីអាចមើលឃើញពីសមត្ថភាពរបស់ខ្ញុំទេហើយលោកស្រីមានមធ្យោបាយអីអត់ដើម្បីកំចាត់បិសាចនេះចោលតែម្ដងពេលដែលគេនិយាយបានពី3ម៉ាត់ក្រោយមកបិសាច Susamaru ក៏បានបញ្ចេញដៃរបស់គេសាជាថ្មីបានតែកោតភាសាទៀតហើយតាន់ជីរ៉ូមានអារម្មណ៍ផិតភ័យមែនទែនពីព្រោះថាងាប់កាត់ដៃអត់តងាប់ទៀតអានេះនៅដោះមកទៀតចឹងហើយគេក៏សម្រេចចិត្តថាប្រយុទ្ធម្ដងទៀតហើយគេគិតក្នុងចិត្តថាមានតែវិធីមួយទេគឺកាត់ក្បាលវាតែម្ដងហើយតាន់ជីរ៉ូនិង Nezuko ក៏បានចូលផ្លឹកញាក់ផ្អើលជាមួយនឹងការកើតឡើងនៃដៃរបស់បិសាច Susamaru Yushiro ក៏បានស្រែកឲ្យតាន់ជីរ៉ូរបស់យើងថាហេឯងនៅមើលស្អីពីអ្នកបងប្អូនឯងហ្នឹងនៅមើលតិចងាប់ទាំងអស់គ្នាទៅរកវិធីប្រយុទ្ធឲ្យលឿនឡើងទៅក្រោយពីឮសម្ដី Yushiro ហើយគេក៏បានសហការជាមួយប្អូនស្រីរបស់គេដោយឲ្យប្អូនស្រីរបស់គេប្រយុទ្ធជាមួយនឹង Susamaru ហើយតាន់ជីរ៉ូទៅប្រយុទ្ធជាមួយនឹង Yahaba ដែលជាបិសាចព្រួយនោះក្រោយមកទៀតការប្រយុទ្ធដ៏ខុសខើមួយនេះក៏បានកើតឡើងធ្វើឲ្យរឿងនេះមានភាពតាក់ទាញខ្លាំងមែនទែនពេលនោះតាន់ជីរ៉ូរបស់យើងក៏បានសម្លឹងរកមើលចំណុចខ្សោយនៃបិសាច Yahaba ដែលជាបិសាចព្រួយនោះរួចហើយគេក៏បានឃើញតែចំណុចខ្សោយរបស់បិសាចនោះគឺនៅត្រង់ករួចហើយគេក៏បានប្រើស្នៀតដាវដង្ហើមទឹករបស់គេរៀបនឹងកាត់កបិសាចនោះទៅហើយក៏ប៉ុន្តែបិសាចនឹងគិតថាអូឯងកាត់យើងងាយមែនទេក្រោយមកគេក៏បានប្រើចលនាភ្នែករបស់គេនឹងធ្វើឲ្យតាន់ជីរ៉ូរបស់យើងរអិលរួចហើយបិសាច Yahaba ក៏បានវាយប្រហារតាន់ជីរ៉ូរបស់យើងដោយបញ្ជាភ្នែករបស់គេធ្វើឲ្យតាន់ជីរ៉ូរបស់យើងបោកជាមួយនឹងដើមឈើដីហោះទៅលើធ្លាក់មកក្រោមខ្វែងខ្វាត់ពេញញ៉ៃប៉ាតណាប៉ាតណីចឹងទៅក្រោយមកគេក៏បានទម្លាក់តាន់ជីរ៉ូរបស់យើងពីលើចុះមកក្រោមហើយតាន់ជីរ៉ូក៏បាននឹកឃើញដល់ការវឹកហាត់របស់ខ្លួនរួចហើយគេក៏បានប្រើស្នៀតដាវដង្ហើមទឹកទី8របស់គេដើម្បីទប់ទល់ការធ្លាក់ពីលើចុះក្រោមក្រោយមកគេក៏បានខ្ទាតទៅម្ខាងចឹងទៅចំណែកឯ Nezuko និងបិសាច Susamaru វិញបានវាយប្រហារគ្នាតែមួយធ្នាតប៉ុណ្ណោះក្រោយមកបិសាច Susamaru ក៏បានផ្ដាច់ជើងម្ខាងរបស់ Nezuko រួចហើយក៏បានទាត់ Nezuko មួយជើងទៀតចូលទៅក្នុងផ្ទះដេកស្អាតតែម្ដងក្រោយពីបិសាច Susamaru បានវាយ Nezuko រួចហើយនាងក៏បាននិយាយថាអូពិតជាសប្បាយខ្លាំងមែនទែនហើយគេក៏បាននិយាយទៅកាន់បិសាច Yahaba ថាអូបិសាច Yahaba អើយតើយើងគួរកាត់ក្បាលឲ្យ3 4នាក់នេះដែរទេហើយបិសាច Yahaba ក៏បាននិយាយថាអូបែកកាត់នេះនាងនៅវាយជាមួយវាមួយផ្លែតទៀតទៅយើងចង់សាកក្បាច់គុណជាមួយនឹង Demon Slayer ម្នាក់នេះមើលតើវាខ្លាំងប៉ុណ្ណាហើយតាន់ជីរ៉ូឮសូរសម្ដីបែបនេះគេខឹងខ្លាំងមែនទែនពីព្រោះថាវាយមិនឈ្នះគេហើយគេមើលងាយទៀតអញ្ចឹងហើយក៏បដិញ្ញាចិត្តខ្លួនឯងដើម្បីប្រយុទ្ធសាជាថ្មីប្រឡេកមកមើល Nezuko វិញក្រោយពីដាច់ជើងម្ខាងអញ្ចឹងហើយមានអារម្មណ៍ថាអូឈឺខ្លាំងមែនទែនហើយលោកស្រីថាមយោក៏បានយកឱសថទឹកមួយសារ៉ាងមកដើម្បីចាក់ Nezuko របស់យើងឲ្យដុសជើងមកវិញនិងមានសមត្ថភាពខ្លាំងជាងមុនចំណែកឯតាន់ជីរ៉ូក្រោយពីឮសូរសម្ដីរបស់បិសាចពីរនោះនិយាយបែបនេះហើយគេក៏បានប្រមូលអារម្មណ៍និងគិតពីវិធីសាស្ត្រក្នុងការកម្ចាត់បិសាចព្រួយមុនគេក្រោយមកទៀតបិសាចព្រួយនោះក៏បានវាយប្រហារតាន់ជីរ៉ូរបស់យើងលេចកើតជើងត្បូងអីទៀតចឹងទៅហើយតាន់ជីរ៉ូក៏បានកាប់អាសញ្ញាព្រួយនឹងកាប់វាមិនដាច់ហើយក៏ត្រូវបានសញ្ញាព្រួយនឹងទាញតាន់ជីរ៉ូរបស់យើងទៅបោកជាមួយនឹងជញ្ជាំងធ្វើឲ្យតាន់ជីរ៉ូរបស់យើងសឹងតែបាក់ឆ្អឹងបាត់ទៅហើយក្រោយមកទៀតបិសាចព្រួយនោះក៏បានរុំដៃរុំជើងតាន់ជីរ៉ូរបស់យើងហើយតាន់ជីរ៉ូក៏បានប្រើស្នៀតក្បាច់បង្វិលអាកាសក៏បានរួចពីសញ្ញាព្រួយដែលបានជាប់នឹងដៃនោះទៅក្រោយមកគេក៏បានស្ទុះទៅយកដាវរបស់គេហើយគេក៏បានប្រមូលអារម្មណ៍និងប្រើស្នៀតដាវរបស់ខ្លួនបូកបញ្ចូលគ្នាជាមួយនឹងស្នៀតដាវទី5និងស្នៀតដាវទី6របស់គេកាត់ក្បាលបិសាច Yahaba នោះបានសម្រេចទៅអញ្ចឹងសម្រាប់ភាព9នេះដែរសូមស្លេះត្រឹមប៉ុណ្ណេះសិនអ្នកទាំងអស់គ្នាអញ្ចឹងអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានការសម្ដែងរបស់ខ្ញុំសម្រាប់ភាព9នេះពីដើមដល់ចប់ហើយអ្នកទាំងអស់គ្នាចង់ដឹងទេតើភាព10នោះវាយគ្នាខ្លាំងប៉ុណ្ណានោះអញ្ចឹងកុំភ្លេចជួយ like subscribe និងដាក់សញ្ញាកណ្ដឹងផងដើម្បីទាន់ការសម្ដែងរបស់ខ្ញុំនៅភាព10ទាំងអស់គ្នាបាទសូមអរគុណជួបគ្នាវីដេអូក្រោយ Like សិនហៀ